សួស្តីអ្នកនរគ្នាចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាទៅលើការដំឡើងនៅ Ubuntu server នៅលើ VMware ចឹងដើម្បីអាចធ្វើការដំឡើងវានៅលើ VMware បានយើងត្រូវការ download វាសិនចឹងយើងចូលមកកាន់ Google ហើយ search ពាក្យថា Ubuntu server download ចឹងយើងរើសយក URL នៅលើគេនេះ អូខេចឹងខ្ញុំបាន download វារួចរាល់ហើយចឹងបន្តមកយើងចូលទៅកាន់ VMware អូខេហើយយើង click ទៅលើ create new virtual machine នៅកន្លែងនេះយើងរើសយក Linux ហើយកន្លែងនេះយើងយក Ubuntu 64 bit ចំណុចមកកន្លែងនេះយើងអាចធ្វើការដាក់ឈ្មោះបានចឹងខ្ញុំដាក់ឈ្មោះ Ubuntu តមកយកពាក្យ next ចឹងខ្ញុំអត់កែអីទេខ្ញុំនឹងយក next រហូតអូខេនៅកន្លែងនេះយើងធ្វើការរើសនៅ edit virtual machine setting ហើយយើងប្រោទៅរក file ISO ដែលយើងបាន download រួចរាល់ហ្នឹងចឹងចូលដល់ខាងនេះយើងយកខាងលើហ្នឹងយើងយកចុច enter ទៅយកខាងលើ try or install Ubuntu server ហើយយើង enter ចឹងយើងចាំវាបន្តិចអូខេនៅមកដល់កន្លែងនេះយើងធ្វើការជ្រើសរើសយកនៅភាសាហើយភាសាគឺខ្ញុំយកអង់គ្លេសភាសាអង់គ្លេសហើយចុច enter ហើយវានៅខាងក្រោមនេះយើងចុចដាន enter កន្លែងនេះគឺយើងយកដានទៀតហើយដានយកដានហើយយើងចាំបន្តិចអូខេយើងយកដានទៀតចុច enter មកយើងចុច tab អ្នកនរគ្នា tab រហូតមកដល់កន្លែងដានហើយចុច enter យើងយកដានហើយ continue ចឹងកន្លែងនេះធ្វើការដាក់ឈ្មោះរបស់អ្នកទាំងអស់គ្នាចឹងខ្ញុំដាក់ឈ្មោះរបស់ខ្ញុំ Del Graph ហើយ server របស់ខ្ញុំដាក់ឈ្មោះ Del Graph ដូចគ្នាហើយចំពោះ username ខ្ញុំដាក់ដូចគ្នាទាំងអស់កន្លែងនេះគឺដាក់នៅ password អ្នកនរគ្នា Okay, password not much. Okay, much hay, check done. Rồi check continue. Ok យើងយកអាហ្នឹងយើងវា cursor នៅលើហ្នឹងអ្នកនរគ្នាចុច enter ហើយទៅមកចុច tab ទៅយកទៅរកពាក្យ done អូខេកន្លែងនេះយើងអាច install តាមក្រោយទៀតចឹងខ្ញុំយក done អូខេ
មកដល់កន្លែងនេះយើងត្រូវធ្វើការរងចាំវាកំពុងតែ install នៅ system អូខេអ្នកនរគ្នាចឹងខ្ញុំ install វារួចរាល់ហើយយើងធ្វើការយកនៅreboot now នៅខាងក្រោមនេះចុចយក enter អូខេអ្នកនរគ្នានៅកន្លែងនេះយើងត្រូវការលុបនៅ CD-ROM ចោលចឹងយើងចុចទៅលើ VM ហើយយក setting អូខេអ្នកនរគ្នាយើងធ្វើការ remove វាចោលចុចទៅលើ CD DVD នេះយើងចុច remove វាចោលយើងយកអូខេយើង enter អូខេដល់កន្លែងនេះគឺយើងត្រូវធ្វើការ login អូខេឥឡូវខ្ញុំធ្វើការ login ជោគជ័យហើយខ្ញុំអាចប្រើនៅ comment បានហើយចឹងខ្ញុំធ្វើការ test ជាមួយនឹង comment មួយគឺខ្ញុំនឹងធ្វើការបង្កើតនៅ directory មួយmkdir ហើយបន្ទាប់មកឈ្មោះ directory ខ្ញុំធ្វើការដាក់ឈ្មោះថា test អូខេចឹងដើម្បីអាចមើលនៅ directory ដែលយើងបានបង្កើតដែលខ្ញុំបានបង្កើតហ្នឹងខ្ញុំធ្វើការសរសេរនៅពាក្យ ls ចឹងខ្ញុំបានបង្កើតនៅ folder មួយឈ្មោះ test អូខេចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនា